លូតលាស់បានល្អសូមស្វាគមន៍មកកាន់វគ្គគ្រឿងអ្នកបកកាយដែលវគ្គនេះលោកអ្នកនឹងបានជួបជាមួយនឹងភ្ញៀវកិត្តិយសដែលគាត់ជោគជ័យក្នុងការងារក៏ដូចជាជោគជ័យក្នុងជីវិតរបស់គាត់ជាពិសេសដែលគាត់ចូលក្នុងប្រឡូកក្នុងសង្គមការងារផងដែរនោះគឺលោក Richard ដែលគាត់ជាកាមេរ៉ាមែនប្រចាំព្រះរាជាណាចក្រកម្ពុជាចា៎ជំរាបសួរបងបាទសុខសប្បាយបងបាទសុខសប្បាយបាទមានអារម្មណ៍ថាប្លែកនេះបានអញ្ជើញតារាកិត្តិយសដែលជាកាមេរ៉ាមែនដ៏ល្បីឈ្មោះណាបាទចា៎បងប្រុសអាចធ្វើការស្វាគមន៍បានទៅកាន់ទស្សនិកជនបាទជំរាបសួរទស្សនិកជនទាំងអស់ថ្ងៃនេះខ្ញុំឈ្មោះ Richard មានកិត្តិយសមកកម្មវិធីប្រាប់តគ្នាដែលបានអញ្ជើញខ្ញុំមកបាទជាកិត្តិយសដែរជាកិត្តិយសបាទចា៎បាទឃើញថាប្លែកបងមិនដែរបងអារម្មណ៍នៅក្នុងការចូលរួមនៅក្នុងកម្មវិធីប្រាប់តគ្នាចា៎វាអារម្មណ៍មួយប្លែកព្រោះអីពីមុនមកខ្ញុំអត់ដែលបានឡើងមកអញ្ចឹងដល់ពេលអញ្ចឹងរៀងមានអារម្មណ៍ថារំភើបបងជាលើកទី1របស់បងប្រុសតតែម្ដងបាទចាឃើញថាកម្មវិធីរបស់ខ្ញុំក៏មានអារម្មណ៍ថារំភើបរីករាយដែរដែលបានអញ្ជើញបងជាកិត្តិយសដូចជាបទសម្ភាសន៍ខ្លះដែរចាតម្រាយពីអាចកំបាំងបងតតែម្ដងដោយសារតែទស្សនិកជនរបស់យើងជាច្រើនបាទចង់ដឹងពាក់ព័ន្ធទៅនឹងវិស័យខាងថតរូបបាទដូច្នេះបងប្រុសអាចលើកយកជាមួយនឹងកលឹះខ្លះៗដើម្បីជម្រាបជូនពួកគាត់ជួនកាលទៅមិត្តយុវវ័យរបស់យើងគឺគាត់មានចំណាប់អារម្មណ៍ខាងថតរូបតែគាត់ដឹងថាធ្វើវាមិនបាទដូច្នេះគឺបងប្រុសអាចជម្រាបជូនគាត់បានណាបងអាចបើកតលេបានទេបងបាទអត់អីទេតែពិតខ្ញុំអត់ដែរមានប្រកាន់ថាត្រូវបិទអីក៏អីសំខាន់ឲ្យតែពួកគាត់បើពួកគាត់គិតថាចង់ចេះចង់ដឹងមែនគឺខ្ញុំរីករាយបាទរៀននឹងចែកបាទអរគុណច្រើនបាទសម្រាប់សំណួរនៅក្នុងកម្មវិធីរបស់យើងដំបូងចង់សាកសួរបងប្រុសមានស្រុកកំណើតនៅទីណាតែក៏ពិតខ្ញុំជាពលរដ្ឋដែលកើតនៅខេត្តតាកែវបាទចាមិនឆ្ងាយប្រហែលពីភ្នំពេញទេបាទជា1ម៉ោងកន្លះពីពេញទៅបាទខេត្តតាកែវនៅស្រុកណាដែរបងស្រុកបាទីខេត្តតាកែវស្រុកបាទីគឺជារមណីយដ្ឋានមួយដែលប្រជាពលរដ្ឋខ្មែរយើងទៅលេងណាបាទស្រុកបាទីនៅជិតទន្លេបាទីគឺមានភ្នំតាម៉ៅបាទហ្នឹងឯងស្រុកខ្ញុំគឺនៅខាងក្រោយភ្នំតាម៉ៅហ្នឹងបាទអញ្ចឹងទៅលេងរាល់ថ្ងៃបងកាលហ្នឹងបាទហើយបងប្អូនប្រហែលអ្នកដែរបងខ្ញុំមានបងប្អូន4នាក់ហើយខ្ញុំជាកូនទី2មានបងស្រីម្នាក់ទៀតបាទជាកូនទី2ចាអត់តបងចាប់បងអាយុប្រហែលឆ្នាំដែរហើយឆ្នាំនេះចូល30ឆ្នាំហើយស្មើដល់20ស្មើដល់ទី23តែខ្ញុំពិតមកវិធាត់ទេបានឃើញមើលទៅនេះស្គាល់នេះបាទតែប៉ុន្តែខ្ញុំស្មើអស់បងខ្ញុំតាបាទអរគុណបាទសម្រាប់ការចាប់អាជីពជាកាមេរ៉ាមែនបាទចង់ដឹងថានៅក្នុងក្រុមគ្រួសាររបស់បងគឺមានអ្នកណាមួយដែលគាត់ចេះខាងថតរូបនេះដែរអូតែពិតបើនិយាយពីគ្រួសារវិញគឺការថតរូបហ្នឹងគឺដាច់ស្រឡះពីគ្រួសារទាំងអស់ដាច់ស្រឡះចឹងមិនន័យថាអត់មានអ្នកណាចេះបាទអត់មានទាំងអស់ហ្មងតែពិតដូចប៉ាគាត់អ្នកធ្វើការទេម្ដាយគាត់អ្នកនៅផ្ទះហើយគ្រួសារគឺសិទ្ធិអ្នកធ្វើការទាំងអស់អត់មានអ្នកដែលចូលចិត្តខាងកាមេរ៉ាខាងសិល្បៈហ្នឹងគឺអត់មានអត់ចិត្តបាទមូលហេតុអ្វីបានធ្វើឲ្យបងចូលចិត្តជាមួយនឹងការថតរូបតែក៏ពិតវាជានិស្ស័យមួយដែលមកពីទូចទេតាំងពីទូចមកទៅណាអញ្ចឹងមួយគ្រួសារអញ្ចឹងឪពុកខ្ញុំហ្នឹងគឺគាត់មានកាមេរ៉ាទូចអញ្ចឹងដល់ពេលអញ្ចឹងខ្ញុំទៅណាជាមួយគាត់អញ្ចឹងគឺចូលចិត្តកាន់កាមេរ៉ាហ្នឹងដល់ពេលអញ្ចឹងគឺអាចថាយើងចេះតែព្យាយាមថតមករហូតដល់ទៅពេលធំឡើងទៅក៏គិតថាចង់ធ្វើអាហ្នឹងឲ្យវាចេញជារូបរាងមួយឲ្យអ្នកភាគច្រើនដែលគេអាចទទួលស្គាល់យើងថាអ្វីដែលយើងធ្វើអញ្ចឹងបាទបន្ទាប់ពីយើងហាត់រៀនតាំងពីតូចដោយខ្លួនឯងប៉ុន្តែបន្តអាជីពក្នុងការថតហ្នឹងបងប្រុសមានបានទៅរៀនសូត្រជាមួយនឹងសាលាផ្សេងឬក៏ពីគ្រូដែលគាត់បានបង្ហាត់បង្រៀនពីមុនមកមានទេបងអូបាទតាំងពីទូចមកយើងអត់ទេយើងគ្រាន់តែកាមេរ៉ាគ្រាន់តែយើងលើកមកថតធម្មតាប៉ុន្តែនៅក្នុងរយៈពេលប្រហែលជា4ឆ្នាំនេះគឺខ្ញុំរៀងដាក់ចិត្តខ្លាំងដល់ពេលអញ្ចឹងគឺខ្ញុំត្រូវទៅរៀនទៅអីអញ្ចឹងប៉ុន្តែគ្រាន់តែយើងយកពេលតនេពីការងារពីការរៀនសូត្រផងយើងទៅរៀនអញ្ចឹងបាទគឺរៀននៅក្នុងស្រុកយើងធម្មតាបាទចាចង់ជំរាបសួរបងដែរថាបងចូលរៀនហ្នឹងយើងរៀននៅសាលាណាដែរបងអូនៅសាលាអាយ៉ងហ្វ្រង់សេសាលាបារាំងបាទចាបងរយៈពេលប្រហែលឆ្នាំដែរតម្រាំតែយើងខ្លាយទៅជាកាមេរ៉ាមែនមួយដែលហៅថា professional ណារយៈពេលប្រហែលដែរបងតាំងពីបើគិតពីរៀនវិញតាំងពីដាក់ចិត្តនឹងមកគឺមកដល់ឥឡូវហ្នឹងគឺរៀនរហូតបាទ4ឆ្នាំគឺយើងរៀនមួយវគ្គមួយឆ្នាំប៉ុន្តែគ្រាន់តែយើងរៀនហ្នឹងរៀនតែថ្ងៃសៅរ៍តែមួយពេលឯងអញ្ចឹងដល់ពេលបន្ទាប់ពីហ្នឹងទៅយើងអាចធ្វើអីផ្សេងបានពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រអញ្ចឹងទៅយើងធ្វើការងារផ្ទាល់ខ្លួនយើងធ្វើការងារអីផ្សេងបាន ចាតាក់ទងទៅនឹងការងារផ្ទាល់ខ្លួនចង់ដឹងទៀតហើយចាបងអត់និយាយអត់អីទេបងនិយាយអញ្ចឹងចង់ជជែកសួរបងទៀតអញ្ចឹងចង់ជំរាបសួរបងថាការងារផ្ទាល់ខ្លួនហ្នឹងគឺជាការងារអ្វីដែរក្រៅពីកាមេរ៉ាមែនហ្នឹងហើយបងអូ
អូតាំងពីពិតខ្ញុំជាអសតការីម្នាក់ខ្ញុំបានរៀនបញ្ចប់សាលាប៉ែតហ្នឹងនៅជានៅសាកលវិទ្យាល័យសុខាភិបាលចប់តាំងឆ្នាំ2007ហើយដល់ពេលអញ្ចឹងគឺយើងធ្វើការខាងផ្នែកអសតខ្ញុំធ្វើការនៅក្នុងផ្នែកមន្ទីរពិសោធន៍នៅក្នុងអីឯងបាទអូពិសេសមែនតើបាទទាំងកាមេរ៉ាមែនទាំងជាអសតការីមួយទៀតបាទពិបាកឯងបងក្នុងការរៀនជំនាញពេទ្យណាតែក៏ពិតវាពិបាកមែនតើប៉ុន្តែដោយសារតែយើងស្រឡាញ់ហើយមានការជំរុញពីគ្រួសារខ្លាំងអញ្ចឹងទៅក៏យើងពុះពៀប៉ុន្តែដល់ពេលចុងក្រោយហ្នឹងគឺពុះពៀដោយថាយើង stress ខ្លាំងមែនតើទៅក៏បែរមកថតរូបលេងទៅអីចឹងទៅវាធ្វើឲ្យយើងបានបំបត្តិការអបសុកបំបត្តិការអីផងយើងនឹងតែដែរបានអញ្ចឹងបងសប្តាហ៍ថ្ងៃបងមិនទាន់ចូលបម្រើការងារនៅកន្លែងណាមួយទេគ្រាន់តែជាការរៀនសូត្រអត់ទាន់ចប់ទេបងអូថាពិតខាងអសតសាស្ត្រហ្នឹងខ្ញុំចប់តាំងពីឆ្នាំ2007ហើយឥឡូវហ្នឹងគឺខ្ញុំធ្វើការនៅវិទ្យាស្ថានសុខភាពស្រាវជ្រាវសុខភាពសាធារណៈដែលវិទ្យាស្ថានហ្នឹងគឺស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ផងក្រសួងសុខាភិបាលវិទ្យាស្ថានហ្នឹងគឺស្ថិតនៅក្នុងការស្រាវជ្រាវតាមមុខឬក៏យ៉ាងណាដែរបងមានច្រើននៅក្នុងហ្នឹងមានផ្នែកតាំងពីមន្ទីរពិសោធន៍មានអីនៅក្នុងហ្នឹងទៀតបាទមន្ទីរពិសោធន៍ស្រាវជ្រាវដូចឧទាហរណ៍ថាយើងស្រាវជ្រាវរោគជំងឺអ្វីមួយគឺយើងធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍របស់យើងបាទអូល្អមែនតើពិសេសមែនតើតែម្ដងលោកអណ្ដាគាត់ថាគាត់មានជំនាញ2ណាបាទជំនាញ2កាមេរ៉ាមែនមួយនិងអសតការីមួយតែបើស្ដាប់មើលទៅគឺវាអត់ពាក់ព័ន្ធគ្នាសោះតែម្ដងចាផ្ទុយស្រឡះពីជំនាញខុសពីជំនាញគឺអត់ពាក់ព័ន្ធគ្នាព្រោះថាមួយខាងថតរូបជំនួយតាក់ទងទៅនឹងសិល្បៈមួយទៀតតាក់ទងមួយទៀតតាក់ទងការងារដែរតែការងារតាក់ទងនឹងជាមួយនឹងអ្នកជំងឺបាទនៅក្នុងការងារបងការថតរូបគឺមានការហាមឃាត់ពីប៉ាម៉ាក់ឬក៏បងប្អូនយើងទេបងបាទព្រោះថានៅក្នុងវ័យដែលកំពុងសិក្សាវិជ្ជាពេទ្យណាបាទតាំងពីពិតដំបូងគឺកាលពេលដែលខ្ញុំអត់ទាន់ដាក់ចិត្តខ្លាំងទេព្រោះពេលហ្នឹងយើងរៀននៅសាលាដល់ពេលអញ្ចឹងយើងស្ថិតនៅក្រោមការគ្រប់គ្រងផងគ្រួសារដល់ពេលអញ្ចឹងយើងអត់អាចធ្វើបានទេសូម្បីតែការទិញកាមេរ៉ាអីដែលមានតម្លៃថ្លៃអញ្ចឹងក៏អត់បានដែរអញ្ចឹងបាទដល់ពេលយើងចាប់ដើមចេញមានការងារធ្វើមានអីទៅយើងសន្សំលុយខ្លួនឯងហើយដល់ពេលខ្លះទៅលួចទិញលួចអីទៅអត់ឲ្យគ្រួសារអត់ឲ្យអ្នកផ្ទះដឹងអញ្ចឹងទៅបាទអញ្ចឹងលួចសំលុយបាទចាលុយសំលុយទៅថាចង់បានរបស់អីមួយអញ្ចឹងយើងតើតែសន្សំចាបាទចាអញ្ចឹងព្រោះគម្រោងពេលខ្លះដូចថាចង់ទិញកាមេរ៉ាមួយតម្លៃប៉ុន្មានអញ្ចឹងត្រូវគិតមុនថាប៉ុន្មានខែទៀតប៉ុន្មានឆ្នាំទៀតបានអញ្ចឹងត្រូវសំតាំងពីពេលហ្នឹងទៅមួយថ្ងៃទៀតបានបាទនិយាយពីរឿងសំលុយអញ្ចឹងខ្ញុំដែរសំលុយដឹងពុនចិត្តគ្រប់ហើយបងគ្រប់ហើយចា6ខែទៀតគ្រប់ហ្មងបាទឃើញថាល្អបងល្អអ្វីដែលយើងចង់បានគឺយើងត្រូវសំលុយខ្លួនឯងបាទដោយថាដោយសារលុយហ្នឹងគឺយើងបានពីកម្លាំងញើសឈាមរបស់យើងបាទយកពីការងាររបស់យើងដោយមិនចាំបាច់ពឹងផ្អែកលើគ្រួសារយើងផ្ទាល់ណាបាទឃើញបងប្អូនយើងខ្លះពាក់ព័ន្ធជាមួយនឹងយុវវ័យជាច្រើនបាទជួនកាលទៅគាត់យកលុយប៉ាម៉ាក់របស់គាត់យកមកទិញបាទហើយគាត់អត់គិតថាកម្លាំងញើសឈាមប៉ាម៉ាក់របស់គាត់ហ្នឹងគឺរកលុយដោយរបៀបណាពិបាកប៉ុណ្ណាអញ្ចឹងគឺថាយកតម្រាប់តាមបងគឺល្អបាទយុវវ័យគ្រប់គ្រប់អរគុណបងប្រុសផងដែរចាដោយសារតែពេលវេលារបស់យើងនឹងខ្លីចាបងមានពាក្យពេចន៍អ្វីដើម្បីផ្ដាំផ្ញើទៅកាន់បងប្អូនទស្សនិកជនដែលគាត់កំពុងតែតាមដានទស្សនាផ្ទាល់បាទជាចុងក្រោយខ្ញុំសូមអរគុណទស្សនិកជនមែនតើដែលគាត់បានចំណាយពេលដ៏មានតម្លៃតាមដាននិងស្ដាប់ខ្លះពីប្រវត្តិផងខ្ញុំហើយខ្ញុំក៏អរគុណកម្មវិធីប្រាប់តគ្នាដែរដែលបានផ្ដល់ឱកាសឲ្យខ្ញុំក៏សង្ឃឹមថាខ្ញុំនឹងអាចបានមកវគ្គលើក្រោយទៀតបានចាអរគុណបងប្រុសពីកម្មវិធីប្រាប់តគ្នាក៏ថ្លែងអំណរគុណបងយ៉ាងជ្រាលជ្រៅផងដែរដែលបានផ្ដល់កិច្ចសម្ភារនៅក្នុងកម្មវិធីនេះផងដែរជូនពរបងឲ្យកាន់តែមានសុខភាពល្អក៏ដូចជាសូមនិយាយថាការងាររបស់បងទទួលបានជោគជ័យផងដែរចាអរគុណកម្មវិធីរបស់យើងក៏បានឈានចូលដល់ទីបញ្ចប់ផងដែរតែមុនបញ្ចប់យើងខ្ញុំទាំងអស់គ្នាក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់បងទស្សនិកជនដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ចាយើងខ្ញុំទាំងអស់គ្នាក៏សូមខន្តីអភ័យទោសរកកំហុសឆ្គងដែលកើតមានឡើងផងដែរបាទអរគុណឃើញថានៅក្នុងកម្មវិធីប្រាប់តគ្នារបស់យើងឥឡូវប្លែកបាទចង់ជម្រាបជូនទៅដល់បងប្អូនរបស់យើងសូមស្វាគមន៍មកកាន់វគ្គកលិះអ្នកពូកែដែលនៅក្នុងវគ្គនេះលោកអ្នកនឹងបានជួបជាមួយនឹងតារាកិត្តិយសដែលក៏ទទួលបានជោគជ័យក្នុងការងារគណៈពេលនេះសូមស្វាគមន៍បន្តជាមួយនឹងលោករីឆាតដែលជាកាមេរ៉ាមែនដ៏ល្បីបាទសួរបងជួបគ្នាជាថ្មីម្ដងទៀតហើយសុខសប្បាយថ្ងៃនេះបាទសុខសប្បាយអូនបាទខ្ញុំសុខសប្បាយជាងថ្ងៃម្សិលមិញខ្ញុំប៉ាមកបាទភ័យបាទហើយបងអាចធ្វើការស្វាគមន៍បានទៅកាន់ទស្សនិកជនយើងម្ដងទៀតបាន
បាទជំរាបសួរទស្សនិកជនទាំងអស់ខ្ញុំរីឆាតលើកនេះជាលើកទី2ដែលខ្ញុំបានមកកាន់កម្មវិធីប្រាប់តគ្នាបាទអរគុណបាទចាកម្មវិធីប្រាប់តគ្នាពិតជាសប្បាយរីករាយជាពិសេសហ្នឹងគឺបងប្អូនទស្សនិកជនដែលគាត់កំពុងតែតាមដានចាបាទអូឯងជួបបរិឆាតទៀតអត់ចាពីព្រោះម្សិលមិញគឺសំណេះស្នាគាត់បានធំតែពាក់កណ្ដាលសាច់រឿងតែប៉ុណ្ណោះគឺអត់បានពេញលេងឲ្យក្បោះក្បាយតែថ្ងៃនេះគឺយើងខ្ញុំទាំងពីរអ្នកផ្ទាល់តែម្ដងគឺជីកកកាយបងពីអតីតចាពីការលំបាករបស់បងតែម្ដងចាបន្តទៀតអីចាពីព្រោះថាម្សិលមិញគឺបងប្អូនទស្សនិកជនគាត់ប្រកាសជាមានភាពងឿនឆ្ងល់ជាច្រើនរឿងមែនទែនតែដោយសារតែពេលវេលាចាពីព្រោះថាដោយសារតែពេលវេលារបស់យើងហ្នឹងខ្លីពេកចាអរគុណបាទសំណួរបន្តនៅក្នុងកម្មវិធីរបស់យើងចង់ដឹងថាតើការតស៊ូរបស់បងនៅក្នុងអាជីពជាកាមេរ៉ាមែនគឺលំបាកយ៉ាងណាថាក៏ប៉ុន្តែបាទពិបាកបើយើងនិយាយថាពិបាកមែនតើណាប៉ុន្តែគ្រាន់ថាសំខាន់ថាយើងទោះពីនឹងធ្វើអត់តែយើងមានកម្លាំងចិត្តធ្វើនឹងប៉ុន្មានឧទាហរណ៍ថាយើងត្រូវចំណាយថវិកាខ្លួនឯងយើងត្រូវចំណាយពេលវេលាខ្លួនឯងយើងត្រូវប្រឈមមុខជាមួយនឹងការគ្រោះថ្នាក់នៅពេលដែលយើងចុះទៅថតឬក៏ផ្ដិតយករូបភាពម្ដងបាទវាមានការគ្រោះថ្នាក់ច្រើនឬក៏បន្ថយបន្ថែមច្រើនដែលយើងនេះនឹងបាទចានេះជាការតស៊ូរបស់គាត់នេះមួយយ៉ាងដែរបាទពិបាកម្យ៉ាងដែរពីព្រោះថាបើសិនជាយើងជាកាមេរ៉ាមែនដោយមិនចុះទៅយកទស្សនវិជ្ជាផ្ទាល់តាមបណ្ដាខេត្តឬក៏ដូចជាខាងក្រៅសង្គមទេគឺយើងអាចថតបានទេមែនទេបាទត្រឹមត្រូវតើតើជាមួយនឹងការថតឧទាហរណ៍ថាគាត់ថតនៅក្នុងសកម្មភាពមានព្រឹត្តិការណ៍អ្វីដូចជាឧទាហរណ៍ថាព្រឹត្តិការណ៍ concert ផ្សេងអញ្ចឹងណាបងបាទបងទៅសុំសិទ្ធគេឬក៏បងទៅដល់ផ្ទាល់យើងមាននេះយើងដែលផ្ទាល់មានចាមានបុគ្គលិកចាអញ្ជើញអីទៅតែក៏ពិតអត់ទេខ្ញុំថតនេះអ្វីដែលខ្ញុំថតគឺខ្ញុំអត់ថតទៅលើព្រឹត្តិការណ៍សង្គមឬក៏អីខ្ញុំអ្វីដែលខ្ញុំចូលចិត្តថតគឺរបៀបរូបភាពបែបទេសរបៀបបែបជា daily life ឬក៏យើងហៅថាជីវិតប្រចាំក៏ប្រជាពលរដ្ឋយើងក៏មុខរបរចិញ្ចឹមជីវិតគាត់របៀបណាអីរបៀបណាគឺអាហ្នឹងគឺដែលខ្ញុំចូលចិត្តបាទមកវិញទៀតបងចង់ជំរាបសួរបងថាបងថតហ្នឹងមានថតលក្ខណៈដូច fashion ដែរទេបងមានថា fashion ឬថាសម្រាប់តារា model ថតសម្រាប់បង្ហាញម៉ូដអីចឹងអូអាហ្នឹងអត់ទេបាទហ្នឹងគឺដាច់ស្រឡះដែរតែខ្ញុំពិតមុខជំនាញនៃការថតរូបហ្នឹងវាមានច្រើនបាទប៉ុន្តែខ្ញុំគឺចូលចិត្តតែពីរគឺចូលចិត្តតាក់ទងជាមួយនឹងទេសភាពហើយនឹងជីវភាពប្រចាំថ្ងៃព្រោះហើយណាបើកៃឡូចប់កម្មវិធីអីសូមបងថតអត់ចេះថតទេបាទមិនលែអូអត់លែជួនកាលទៅខ្ជិលប្រាប់ខ្លាចប្រើថតបាទអរគុណច្រើនបាទនិយាយលេងបាទសម្រាប់ការថតរូបគឺមើលទៅពិបាកខ្លាំងចាពីតូចបងគិតថាចាប់អាជីពជាកាមេរ៉ាមែននេះផ្ទាល់ឬក៏ចង់ចាប់អាជីពជាគ្រូពេទ្យតែក៏ពិតក្តីសម័យផាន់ឪពុកខ្ញុំក៏ដូចជាម្ដាយខ្ញុំដែរគឺគាត់អត់ដែរគិតឃើញថាឲ្យយើងទៅធ្វើអីផ្សេងក្រៅពីរបរអស់អ្វីដែលគាត់ចង់តែក៏ពិតគាត់ចង់ឲ្យយើងខ្លាយទៅជាគ្រូពេទ្យម្នាក់អាចជួយព្យាបាលប្រជាពលរដ្ឋឬក៏ពិសេសបាទក៏អត់ដែរគិតថាចង់ឲ្យទៅជាអាជីពជាអ្នកថតរូបឬអ្នកសិល្បៈអីគឺអត់ទេបាទតែប៉ុន្តែនេះគឺជាវិស័យរបស់យើងបាទក៏ខ្លួនឯងផ្ទាល់បាទតែអនាគតទៅបងចង់ចាប់អាជីពកាមេរ៉ាមែនខ្លាំងជាងគេឬក៏មិនតែក៏ពិតឲ្យថាយើងប្រកាសវិជាថាមួយណាខ្លាំងឬក៏មួយណាខ្សោយគឺអត់កើតទេព្រោះអីបើតាមតែធ្វើរងកាមេរ៉ាធ្វើរងថ្ងៃហ្នឹងទៅគឺគឺដល់អត់បានរក profit អីពីវាមកច្រើនផងបាទអញ្ចឹងយើងត្រូវមានមុខរបរអីមួយផ្សេងដែលថាអាចជួយគ្រប់គ្រងឬក៏ទំនុកបំរុងផងយើងឲ្យយើងធ្វើអាហ្នឹងឲ្យកាន់តែល្អជាងនឹងថែមទៀតបាទអរគុណបាទចង់សួរតើតើជាមួយនឹងបទពិសោធន៍បងបទពិសោធន៍អ្វីដែលបងទទួលបានពីការថតរូបណាបាទតែក៏ពិតបទពិសោធន៍ដែលទទួលបាននោះច្រើនប៉ុន្តែគាត់ថាបទពិសោធន៍គឺមួយណាដែលវាអាចប៉ះពាល់អារម្មណ៍យើងមួយណាដែលអត់អញ្ចឹងបានប៉ុន្តែដល់ពេលដែលប៉ះអារម្មណ៍យើងខ្លាំងមែនទែនគឺនៅពេលដែលយើងទៅចុះ feel ថតហ្នឹងគឺមានគេជេរឬក៏គេស្ដីឲ្យគេអីអញ្ចឹងបាទចាហេតុអីបានជាគេស្ដីឲ្យអញ្ចឹងបងព្រោះយើងគ្រាន់តែយើងថតរូបធម្មតាយើងបានគេឬក៏មិនដែរបងបាទខ្ញុំគិតថាអញ្ចឹងដែរពេលខ្លះព្រោះអីយើងចង់បានរូបភាពមួយដែលមើលទៅឲ្យវាលក្ខណៈធម្មជាតិដែលអត់មានការរៀបចំអញ្ចឹងនៅពេលដែលឃើញសកម្មភាពផងគាត់ស្អាតអញ្ចឹងគឺយើងធម្មតាគឺយើងលើកកាមេរ៉ាមកចុចថតទៅហ្នឹងគឺគាត់គិតមួយគាត់ថាប្រហែលជាយើងហ្នឹងយករូបថតហ្នឹងយកទៅធ្វើអីមួយអាក្រក់លើគាត់បាទដល់ពេលអញ្ចឹងគឺគាត់ប្រតិកម្មភ្លាមគឺគាត់ស្ដីឲ្យយើងថាឲ្យយើងអញ្ចឹងប៉ុន្តែខ្ញុំគិតថាប្រសិនបើខ្ញុំព្យាយាមនិយាយបញ្យល់គាត់ទៅថាខ្ញុំគឺយករូបនេះទៅធ្វើអីអញ្ចឹងគឺគាត់បាទគឺគាត់រីករាយនឹងស្វាគមន៍យើងបាទ
នេះគឺជាបបពិសោធន៍មួយដែលគាត់ធ្លាប់ជួបកន្លងមកដែលគាត់បានច្រើនណាពិសេសបបពិសោធន៍គេជាច្រើនហើយបបពិសោធន៍ដែលពិសេសបំផុតហ្នឹងគឺគ្រាន់ថាតាំងពីពេលមុនមកក៏ខ្ញុំគិតដែរខ្ញុំថាខ្ញុំចង់ថតរូបហ្នឹងគឺខ្ញុំចង់មួយស្គាល់ពីជីវិតផនប្រជាពលរដ្ឋយើងក៏បាទក៏គាត់រស់នៅរបៀបម៉េចនៅក្នុងពេញនៅក្នុងតាមខេត្តបាទគឺគាត់រស់នៅរបៀបម៉េចហើយទេសភាពរបៀបម៉េចដែលគាត់រស់នៅមជ្ឈដ្ឋានអស់ហ្នឹងបាទអាហ្នឹងជាចំណុចមួយដែលថាខ្ញុំចង់ខ្លាយទៅជាអ្នកថតរូបមួយបាទល្អមែនតើបើជឿជាក់ថាបងប្អូនរបស់យើងដែលគាត់មាននិស្ស័យខាងថតរូបគាត់ចង់ដឹងណាបាទចង់ដឹងតើតើជាមួយនឹងឧទាហរណ៍ថាបើសិនជាបងចុះទៅថតទេសភាពបាទទេសភាពនៅក្នុងជាទូទៅបងចុះទៅក្នុងពេលងាយចឹងណាបាទមួយណាល្អជាងបងបាទតាំងកពិតបើទេសភាពតាំងកពិតបើខ្ញុំទៅម្ដងហ្នឹងគឺអាចយករូបភាពបានទាំងពីរតាំងទេសភាពផងតាំងជីវិតប្រចាំថ្ងៃផងគាត់ផងបាទទេសភាពគឺទាមទារឲ្យយើងទៅតាំងពីពេលខ្ញុំទៅជាមួយមិត្តភ័ក្តិគឺតាំងពីម៉ោង4កន្លះឬក៏ម៉ោង5ដើម្បីយកពលឺព្រះអាទិត្យទៅម្ដងបាទហ្នឹងហើយគឺពេលហ្នឹងគឺទិដ្ឋភាពគឺស្អាតមែនតើអញ្ចឹងយើងត្រូវទាមទារឲ្យយើងទៅដល់នឹងមុនរៀបចំកាមេរ៉ាឬក៏រៀបចំជើងឲ្យយើងឲ្យហើយអីទៅដើម្បីនៅពេលដែលថ្ងៃរះមកព្រោះអីវាអត់មានពេលវេលាយូរទេគឺខ្លីមែនតើនៅពេលវារះហ្នឹងអញ្ចឹងគឺចាំបាទត្រូវចាំចុះបើសិនជាថ្ងៃអត់រះហ្នឹងយើងខកដែរបើជួនណាថតទេសភាពហ្នឹងគឺអត់ថ្ងៃតែរះមកអត់ទេគ្រាន់តែពេលខ្លះមិនស្អាតបាទស្អាតវាមានស្អាតវាមានអត់ស្អាតអញ្ចឹងពេលខ្លះយើងខកតណាទៀងទាយើងទៅម្ដងទៀតជួនកាលអាកាសធាតុកំពុងតែរៀបចំភ្លៀងអីចឹងយើងបានខានការងាររបស់យើងបាទដល់ពេលយើងថតទេសភាពនឹងហើយទៅថ្ងៃរះអីហើយស្អាតទៅយើងចាប់ផ្ដើមថតពីជីវភាពផងពលរដ្ឋដែលគាត់រស់នៅក្នុងតំបន់ហ្នឹងរបៀបម៉េចអីរបៀបម៉េចយើងអាចថតបានពេលព្រឹកគឺពេលថ្ងៃនិយាយចំទៅម៉ោង10រហូតដល់ម៉ោង2ម៉ោង3ហ្នឹងគឺយើងថតអត់ការទៅព្រោះពលឺវាខ្លាំងពេកសួរបងចេះដែរតាក់ទងទៅនឹងការថតរូបបងពេលដែលបងផ្តិតយកទេសភាពក៏ដូចជារូបភាពបានហើយបងយកធ្វើជាអាជីវកម្មដែរទេតាំងពីពិតចំណុចហ្នឹងគឺអត់ទេគឺអត់ដែលមានកំណត់ថាយើងចង់យកវាហ្នឹងទៅរកលុយឬក៏អីគឺអត់ដែលសោះកំណត់ផងខ្ញុំមួយគឺគ្រាន់តែខ្ញុំចង់ទុកជាឯកសារមួយសម្រាប់ពីមួយឆ្នាំទៅមួយឆ្នាំតើវាខុសគ្នាយ៉ាងម៉េចដូចជាប្រទេសផងយើងហ្នឹងតើគាត់អភិវឌ្ឍដល់ណាឬក៏នៅក្នុងភូមិហ្នឹងគឺគាត់មានការផ្លាស់ប្ដូររបៀបមិនខ្លះពីផ្ទះខ្ទមទៅផ្ទះថ្មឬក៏ទៅជាវិឡាឬក៏ទៅជាយ៉ាងម៉េចឬក៏គាត់នៅដដែលបាទគាត់តែខ្ញុំចង់បង្ហាញកំណត់ផងខ្ញុំគឺ10ឆ្នាំទៀតឬក៏5 10ឆ្នាំទៀតទៅគឺខ្ញុំអាចយករូបទាំងអស់ហ្នឹងមកបង្ហាញជាស្នាដៃរបស់ខ្ញុំបាទចាគ្រាន់បងអត់ចង់ប្រកបជាអាជីវកម្មទេគ្រាន់ថាបងក៏ចង់បង្កើននៅស្នាដៃរបស់បងឲ្យនេះតែសារទៅដើម្បីឲ្យក្មេងជំនាន់ក្រោយបងបានស្គាល់ស្នាដៃរបស់គាត់ចាបាទអរគុណច្រើនបងសម្រាប់ការផ្ដល់ជាចម្លើយដល់ក្បាយបាទសម្រាប់ទស្សនិកជនរបស់យើងដែលគាត់ចង់ដឹងនៅសល់សំណួរជាច្រើនទៀតប៉ុន្តែដោយសារតែពេលវេលាមានកំណត់ណាបងដោយសារតែពេលវេលារបស់យើងមានកំណត់ពេលវេលាពិតជាខ្លីមែនតែម្ដងហើយសូម្បីតែកម្មវិធីប្រាប់តគ្នាយើងខ្ញុំទាំងអស់គ្នាក៏ដូចជាក្រុមការងារទាំងអស់រួមទាំងបងប្អូនទស្សនិកជនដែលគាត់កំពុងតែតាមដានទស្សនាគឺមិនចង់ឃ្លាតឆ្ងាយទេព្រោះថាមានសំណួរជាច្រើនទៀតចង់ជំរាបសួរបងប៉ុន្តែដោយសារតែពេលវេលាគឺខ្លីបងមានពាក្យពេចន៍អ្វីដើម្បីផ្ដាំផ្ញើទៅកាន់បងប្អូនទស្សនិកជនយើងដែរតាំងពីពិតជាចុងក្រោយគឺខ្ញុំអត់មានពាក្យអីច្រើនទេគ្រាន់តែអរគុណមែនទែនសម្រាប់ទស្សនិកជនទាំងអស់ដែលគាត់បានចំណាយពេលវេលាដ៏មានតម្លៃមកស្ដាប់នៅបទពិសោធន៍ខ្ញុំបន្តិចបន្តួចហើយខ្ញុំនៅមានអ្វីជាច្រើនទៀតដែលចង់ចែករំលែកប៉ុន្តែគ្រាន់តែពេលវេលាគឺខ្លីពេកបាទហើយក៏ខ្ញុំសង្ឃឹមថាកម្មវិធីគឺនឹងផ្ដល់ឱកាសឲ្យខ្ញុំជួយលើកក្រោយមកទៀតបាទអរគុណអរគុណបងប្រុសអរគុណមែនទែនដែលបងចំណាយពេលដ៏មានតម្លៃចាចូលរួមក្នុងការកិច្ចសម្ភារនៅក្នុងកម្មវិធីប្រាប់តគ្នាសូមជូនពរបងឲ្យមានសុខភាពល្អផងដែរចាបងអរគុណច្រើនចាគណៈពេលនេះផងដែរកម្មវិធីប្រាប់តគ្នាក៏ឈានចូលដល់ទីបញ្ចប់ផងដែរតែមុនបញ្ចប់យើងខ្ញុំទាំងអស់គ្នាក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់បងប្អូនទស្សនិកជនដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាតាំងពីដើមរហូតដល់ចប់យើងខ្ញុំទាំងអស់គ្នាក៏សូមខន្តីអភ័យទោសរកកំហុសឆ្គងដែលកើតមានឡើងផងដែរបាទអរគុណពីកម្មវិធីប្រាប់តគ្នាគឺមានចំណុចពិសេសមួយសម្រាប់ចែកជូនទៅដល់លោកអ្នកដែលមានបញ្ហាទាក់ទងជាមួយនឹងសុខភាពណាពីគាត់ទទួលទានជាមួយនឹងប្រភេទអាហារដូចជាសាច់ដូចជាបន្លែផ្លែឈើអញ្ចឹងគឺគាត់អត់ដឹងថារបបអាហារហ្នឹងផ្ដល់អត្ថប្រយោជន៍អ្វីខ្លះចំពោះពួកគាត់ទេដូច្នេះបើសិនបើបងប្អូនចង់ដឹងជ្រាបកាន់តែច្បាស់សូមតាក់ទងមកលេខទូរស័ព្ទដែលបានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍របស់យើងបាទហើយពីកម្មវិធីនឹងជម្រាបជូននៅអ្វីដែលលោកអ្នកចង់បានទៅវិញបាទអរគុណសម្រាប់មិត្តយុវនៅសម្ភារបំពាក់ស្រស់ស្អាតអាចទៅរកជាមួយបានល្អសូមស្វាគមន៍មកកាន់វគ្គគ្រឹះអ្នកបកកាយដែលវគ្គនេះគឺជា
សភាជាមួយនឹងតារាកិត្តិយសក៏ដូចជាភ្ញៀវកិត្តិយសផងដែរថ្ងៃនេះគឺកម្មវិធីប្រាប់តគ្នាក៏បានអញ្ជើញលោក Richard ដែលគាត់ជាកាមេរ៉ាមែនតឆ្នាំប្រចាំព្រះរាជាណាចក្រកម្ពុជារបស់យើងផងដែរចាជំរាបសួរបងប្រុសហើយបងសួរបាទថ្ងៃនេះប្លែកកាន់តែប្លែកបាទលយថ្ងៃនេះដូចបាទចាខែត្មងចុះនេះជាសម្លៀកបំពាក់ដែលឧស្សាហ៍ចុះទៅថតរូបតាមយុទ្ធភាពបាទព្រោះថាឃើញគាត់កន្លងមកគឺគាត់សម្លៀកបំពាក់របៀបថាអ្នកធ្វើការធម្មតាអញ្ចឹងថ្ងៃនេះគឺគាត់លក្ខណៈចិត្ត special វិញម្ដងចាជាចប់កម្មវិធីគាត់អញ្ជើញទៅដកស្បង់ផ្ដិតយុទ្ធរូបភាពណាក្រៅបាទអរគុណច្រើនបងអាចធ្វើការស្វាគមន៍ម្ដងទៀតទៅកាន់ទស្សនិកជនរបស់យើងបាទជំរាបសួរទស្សនិកជនបាទដោយការរំពឹងទុកផងខ្ញុំមែនបាទកម្មវិធីប្រាប់តគ្នាគឺគាត់បានផ្ដល់ឱកាសឲ្យខ្ញុំមកចែករំលែកនៅបទពិសោធន៍ខ្លះបន្ថែមទៀតបាទសូមអរគុណបាទបទពិសោធន៍គឺជាបទពិសោធន៍តាក់ទងជាមួយនឹងការថតរូបបាទក៏ដូចជាការងារផ្សេងៗដែលតាក់ទងទៅនឹងជីវិតរបស់គាត់ផ្ទាល់តែម្ដងព្រោះថាការពីសភាពបងកន្លងទៅនេះគឺសភាពបានត្រឹមតែពាក់កណ្ដាលទេចាចាតែឥឡូវហ្នឹងក៏គ្រប់អញ្ជើញបងចូលរួមជាកិច្ចសភាចានៅក្នុងកម្មវិធីរបស់យើងម្ដងទៀតផងដែរចឹងសូមហែកគេបងឲ្យអស់ណាចាមានអីបញ្ចេញមកអស់បាទអរគុណបាទតើតើជាមួយនឹងការថតរូបបាទចង់ដឹងថានៅពេលដែលមានអតិថិជនដែលគាត់ចង់បានស្នាដៃរបស់បងបាទចង់ដឹងថាស្នាដៃរបស់បងហ្នឹងគឺជាស្នាដៃពិតចេញពីបងផ្ទាល់ណាបងមានសេវាកម្មទៅថតជូនពួកគាត់ណាមានទេបងបាទទៅតាមពិតទៅសំខាន់គឺកម្មវិធីបានគាត់គឺកម្មវិធីជាសប្បុរសធម៌ឬក៏កម្មវិធីអ្វីមួយបាទបើកម្មវិធីជាសប្បុរសធម៌ខ្ញុំជា volunteer បាទខ្ញុំរីករាយនឹង volunteer ជូនគាត់បាទហើយបើផ្សេងទៀតតាក់ទងជាមួយនឹង event តាក់ទងជាមួយអីខ្ញុំអត់មានទេអត់ព្រោះយើងអត់មានទំនុកចិត្តនឹងការធ្វើវាបាទប៉ុន្តែខ្ញុំសង្ឃឹមថាថ្ងៃមុខអាចនឹងមានព្រោះមានកូនក្រុមមានអីអញ្ចឹងដែលគាត់អាច responsible ការងារនឹងបានបាទសមាជិកក្រុមរបស់បងមានប៉ុន្មានអ្នកបងសិតតែជាមិត្តភ័ក្តិទាំងអស់បាទពួកគាត់ពេលតនេអញ្ចឹងទៅគឺគាត់ចុះទៅជួយហើយពេលតនេពីការងារខ្លះទៅគឺគាត់អាចជួយថតយើងថតអីចឹងដែរបាទចុះបើសិនជាយើងតនេពីការងារយើងអាចជួយគាត់វិញបានទេបានតែចិត្តមិត្តជួយគ្នាទៅវិញទៅមកបាទយើងអត់ចិត្តថាម្ដងនេះគេជួយយើងត្រូវគិតថាគឺអត់ទេបាទគឺយើងតនេគឺយើងត្រូវទៅជួយព្រោះយើងរាប់អានគ្នាបាទហើយបងនេះគឺជាមិត្តភក្តិពិតបងបាទមិត្តភក្តិពិតអត់មានថាយកកេងចំណេញជាប្រយោជន៍ផ្ទាល់ខ្លួនបាទតែខ្ញុំពិតតាក់ទងជាមួយនឹងការរាប់អានហ្នឹងគឺថតរូបហ្នឹងគឺផ្ដល់ជាបទពិសោធន៍មួយដែលខ្ញុំចងចាំអត់ភ្លេចទេនៅពេលដែលឆ្នាំមុនបាទគឺឡើងទៅថតរូបនៅលើភ្នំច្បងបាទដល់ពេលអញ្ចឹងទៅនៅលើច្បងបាទភ្នំស្គាល់បងដល់ពេលអញ្ចឹងមានក្រុមការងារហ្នឹងគាត់ទៅច្រានហើយដល់ពេលអញ្ចឹងមិនច្រើនណាស់ទេប្រហែលជា10នាក់ជាងហើយដល់ពេលអញ្ចឹងគឺដល់ពេលហ្នឹងគឺទឹកចិត្តមិត្តភ័ក្តិដែលគាត់រត់អាននេះគឺដឹងហ្មងបាទព្រោះដល់ពេលហ្នឹងខ្ញុំមានអីវ៉ាន់ច្រើនហើយដល់ពេលអញ្ចឹងទៅដងដើរបានប្រហែលជា5គីឡូទៅមុខលែងរួចព្រោះយើងថតផងអីផងអញ្ចឹងទៅមុខលែងរួចទៀតដល់ពេលអញ្ចឹងត្រូវឈប់ស្ងៀមដល់ពេលអញ្ចឹងមិត្តភ័ក្តិនៅក្នុងក្រុមហ្នឹងគាត់ជួយយើងគាត់ជួយពីគាត់ឲ្យទឹកញ៉ាំឲ្យទឹកសណ្ដែកឲ្យទឹកផ្អែមឲ្យយើងញ៉ាំមានកម្លាំងអង្គទៅទៀតបាទពេលនេះគឺដឹងមែនតើបាទមិត្តភ័ក្តិដែលគេល្អជាមួយយើងបាទទង្វើបែបនេះគឺជាកម្លាំងចិត្តរបស់យើងបាទសមាជិកក្នុងការធ្វើការរបស់យើងបាទចាអរគុណបងហើយយើងចង់ជំរាបសួរបងដែរតាក់ទងទៅនឹងចង់បកពីនេះវិញណាបងបាទឥឡូវនេះសប្តាហ៍ថ្ងៃបងចូលបម្រើការងារនៅឯមន្ទីរពេទ្យឈ្មោះភ្លេចឈ្មោះដែរបងបាទមែនជាមន្ទីរពេទ្យទេមន្ទីរពិសោធន៍ចាសុំទោសបងជាវិទ្យាស្ថានវិទ្យាស្ថានជាតិចាអញ្ចឹងបងឆ្លៀតពេលហ្នឹងគឺបងបម្រើការងារពីចាប់ពីម៉ោងប្រហែលដល់ម៉ោងប្រហែលដែរហើយចង់និយាយកំឡុងពេលហ្នឹងគឺបងបើសិនជាមានចាមានទុកកម្រិតពេលចាក្នុងការថតដែរទេបងតែក៏ពិតធ្វើការនៅហ្នឹងគឺយើងធ្វើការរត់អញ្ចឹងពេលគឺត្រូវបាទយើងជំនាញច្រើនកាលពីមុនយើងធ្វើការនៅក្នុងនៅតាមមន្ទីរពេទ្យឬក៏ clinic ឯកជនអញ្ចឹងគឺយើងពិបាកនឹងមានពេលវេលាមែនតើដល់ពេលយើងដូរមកធ្វើការងាររត់អញ្ចឹងទៅវាស្រួលបាទយើងអាចឆ្លៀតពេលច្រើនដូចជាថ្ងៃបុណ្យថ្ងៃទៀនឬក៏ថ្ងៃសៅរ៍ថ្ងៃអាទិត្យអីចឹងបាទឃើញថាអ្វីដែលគាត់ចង់ជួយគឺគាត់ជួយបានមួយផ្នែកជាមួយនឹងមន្ទីរពិសោធន៍បាទអញ្ចឹងគឺជំនាញរបស់បងគឺរងថ្ងៃបើសិនជាបោះបង់ជំនាញមួយណាចោលនៅសល់ជំនាញមួយអញ្ចឹងបានមនុស្សយើងរងថ្ងៃគេថារៀនអ្វី
អត់មួយយើងត្រូវមានមួយអត់មួយត្រូវមានមួយបាទប៉ុន្តែខ្ញុំអត់សូវគ្រប់គ្រងគំនិតនឹងដែរព្រោះអីថាយើងមានជំនាញអីមួយចេះឲ្យច្បាស់ទៅវាល្អជាងបាទក៏ប៉ុន្តែចង់និយាយថាបើសិនជាយើងបាត់បង់ឱកាសមួយឧទាហរណ៍ថាមិនដំណើរផលការងារហ្នឹងមិនដំណើរផលយើងទៅចាប់អាជីពមួយទៀតបាទត្រឹមត្រូវបាទហើយតាថ្មីបាទនៅថ្ងៃខាងមុខបន្តហ្នឹងបងមានកម្រិតកន្លែងណាផ្សេងទៀតទេបងអូបាទតែក៏ពិតមានព្រោះអីខែអាទិត្យមុនហ្នឹងខ្ញុំបានចុះទៅថតរូបភាពមួយនៅខេត្តសៀមរាបស្រុកបាគងបាទនៅគឺទៅមើលគ្រួសារដែលគាត់យ៉ាប់នៅក្នុងហ្នឹងក៏ពិតជាខ្ញុំមិនមែនជាអ្នកដែលមានលុយមានអីច្រើនទេគ្រាន់តែយើងទៅហ្នឹងគ្រាន់តែចង់ដឹងពីទស្សនវិជ្ជាគាត់រស់នៅរបៀបម៉េចអីរបៀបម៉េចអូបាទខ្ញុំបាទសូមកាត់ភាសាបងតិចឃើញរូបភាពមួយស្លឹកហ្នឹងឃើញល្អមែនតើចាឃើញល្អមែនតើហើយឃើញបងនៅផ្សាយនៅក្នុង Facebook ដែរចាំពីព្រោះថាមានការគ្រប់គ្រងច្រើនមែនតើចុច like ច្រើនមែនតើបាទហើយឃើញថាបងមានដូចជាអំណោយបន្តិចបន្តួចជូនក្រុមគ្រួសារតើតោងជាមួយនឹងអំណោយហ្នឹងបងមាន fan របស់បងផ្ទាល់ខ្លួនឬក៏យ៉ាងណាបងអូតាំងពិតfan ទាំងអស់ហ្នឹងគឺសិតរាល់ពេលដែលចុះទៅរាល់ដងហ្នឹងគឺអត់មានខាងណាគេ sponsor ទេគឺយើងបាទគឺថវិកាផ្ទាល់ខ្លួនសិតសាពីសិនបាទមានមិត្តភ័ក្តិមានអីដែលគាត់ចូលឃើញបានរូបភាពមកអញ្ចឹងគឺយើងមុននឹងទៅអញ្ចឹងយើងប្រាប់មិត្តភ័ក្តិមិត្តភ័ក្តិណាខ្លះដែលគាត់មានពេលទៅអញ្ចឹងគឺគាត់អាចចូលរួមអញ្ចឹងដល់ពេលមិត្តភ័ក្តិណាដែលគាត់អត់មានពេលអញ្ចឹងទៅគាត់ថាអញ្ចឹងជួយទៅជួយជាកៅអៅជាសម្លៀកបំពាក់អីជានំចំណេកអីចឹងទៅចាដើម្បីឲ្យយើងយកទៅជូនគាត់ព្រោះអីយើងជួយចែករំលែកគ្នាបាទនេះគឺជាទឹកចិត្តសប្បុរសធម៌ស្មានតែលោកអណ្ដាក៏មានប្រសាសន៍ខាងមុននឹងអញ្ចឹងគឺស្មានតែបងមាន fan ចាមាន fan ពីខាងក្រៅមកអញ្ចឹងណាតែជាការពិតគឺថវិកាផ្ទាល់ខ្លួនក៏ដូចជាការចូលរួមពីមិត្តភ័ក្តិបាទពិសេសមែនតើតែម្ដងដែរចានិយាយថាគាត់គឺមានចិត្តសប្បុរសមានចិត្តសប្បុរសធម៌មែនតើតែម្ដងគឺមិនចំពោះតែបងប្រុសទេក្រុមរបស់គាត់សមាជិកមិត្តភ័ក្តិរបស់គាត់ហ្នឹងក៏មានចិត្តសប្បុរសផងដែរបាទបងតកតងនឹងនេះដែរបងជួយចិត្តចុះទៅតាមខេត្តផ្ដិតយកទស្សនវិជ្ជាដល់លំបាកពីប្រជាពលរដ្ឋខ្មែររបស់យើងដែលរស់នៅតាមទីជនបទនានាបងមានកំណត់ថាថ្ងៃណាមួយបងនឹងបង្កើតជាក្រុមធីមរបស់ខ្លួនឯងបង្កើតធីមរបស់ខ្លួនឯងនឹងបង្កើតជាមូលនិធិដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ក្រីក្រក៏មានកម្រងទេមានតាំងពីពិតទៅយើងមានតាំងពីពិតកម្រងផងខ្ញុំមែនតើនោះគឺខ្ញុំចង់បានរូបភាពផងគាត់ដែលនៅតាមបតនៅតាមទឹកស្រែអញ្ចឹងគឺខ្ញុំចង់យករូបភាពទាំងអស់ហ្នឹងមកដាក់តាំងពិព័រណ៍នៅកន្លែងមួយដែលចង់បង្ហាញហើយក៏ខ្ញុំគិតថាបើសិនបើអាចមានខាងបងប្អូនណាដែលគាត់មាន fan មានអីអញ្ចឹងគឺយើងបាទគឺគាត់អាចចូលរួមបានគឺយើងយករបស់ទាំងអស់ហ្នឹងយកទៅចុះទៅដៃហើយតាំងពីពិតពួកខ្ញុំឲ្យថាមានហ្នឹងមិនមានទេតាំងគាត់ថាយើងស្ថិតនៅក្នុងកម្រិតមួយដែលថាយើងមានការងារយើងមានអីអញ្ចឹងគាត់ថាអញ្ចឹងចំណូលរបស់យើងគឺយើងអាចគ្រប់គ្រងខ្លួនឯងបានខ្លះអញ្ចឹងដល់ទៅពេលពួកគាត់គឺខុសពីពួកយើងអញ្ចឹងគឺយើងអាចគិតថាយើងអាចចែករំលែករបស់បន្តិចបន្តួចឲ្យគាត់ទៅក៏ជាការល្អបានបាទអរគុណច្រើនបាទហើយសំណួរចុងក្រោយបន្តិចទៀតចង់សួរថាបើសិនជាបងប្អូនប្រជាពលរដ្ឋខ្មែរយើងក៏ដូចជាមិត្តយុវវ័យយើងចង់ស្គាល់បងប្រុសផ្ទាល់តាមរយៈអញ្ចឹងអាចចុច like page បងមានឈ្មោះដែរបងអាចជំរាបជូនពួកគាត់បានតាមពិតខ្ញុំនៅក្នុង Facebook ហ្នឹងគឺខ្ញុំដាក់ឈ្មោះ Richard Sniper ហើយ page ហ្នឹងគឺដាក់ Richard Sniper Studio បាទតែខ្ញុំពិតអត់មានកំណត់អីដែលថាចង់តែដាក់ឈ្មោះអង់គ្លេសហ្នឹងទេតែខ្ញុំពិតមុនដំបូងហ្នឹងគឺដោយសារតែមិត្តភ័ក្តិអីគាត់ចំអន់លេងអីចឹងទៅឲ្យខ្មាស់ពួកគាត់ព្រោះអីយើងដឹងស្រាប់ហើយយើងរៀនធ្លាប់រៀនពេទ្យហើយយើងធ្វើការងារអត់ដែលមានពេលទៅនេះសោះហើយដល់ពេលឲ្យមកចំណាយពេលច្រើននៅក្នុងកន្លែងថតរូបនៅក្នុងអីចឹងដល់ពេលហ្នឹងខ្មាស់ពួកគាត់ហើយដល់ពេលអត់ទៅពួកគាត់ជួបពួកគាត់ថាឥឡូវឃើញដើរលេងរហូតអត់ដែលឃើញធ្វើការណាលេងលវលេងអីគឺទៅទៅរហូតបាទដល់ពេលហ្នឹងខ្មាស់ពួកគាត់ដល់ពេលអញ្ចឹងក៏មានកំណត់មួយថាបើយើងដាក់ឈ្មោះអីផ្សេងដើម្បីកុំឲ្យពួកគាត់រកយើងឃើញបាទដល់ពេលអញ្ចឹងក៏ដាក់ឈ្មោះថា Richard អញ្ចឹងទៅបាទចាអរគុណបងប្រុសដែលបានជម្រាបជូនយ៉ាងក្បោះក្បាយក៏ដូចជាអនុសាសន៍ផ្សេងដែលតកតងទៅនឹងចំណេះដឹងរបស់បងចែកជូនរំលែកបងប្អូនទស្សនិកជនដោយសារតែពេលវេលារបស់យើងដល់ទីបញ្ចប់ចារយៈពេលខ្លីមែនទែនដែលជួបបងប្រុសចាតែបងប្រុសមានពាក្យពេចន៍អ្វីដើម្បីផ្ដាំផ្ញើក៏ដូចជាថ្លែងអំណរគុណទៅកាន់បងប្អូនទស្សនិកជនបាទជាចុងក្រោយខ្ញុំក៏ដូចជាអត់មានអីច្រើនទេមានតែអរគុណទស្សនិកជនដែលគាត់បានចំណាយពេលវេលាសម្រាប់មើលនិងស្ដាប់
ជាបទពិសោធន៍ខ្ញុំបន្តិចបន្តួចដដែលហ្នឹងបាទប៉ុន្តែគ្រាន់ថាខ្ញុំមានសំណូមពរមួយទៅដល់បងប្អូនឬក៏មិត្តភ័ក្តិមួយចំនួនដែលគាត់ចូលចិត្តធ្វើអីដែលថាអត់សុំការអនុញ្ញាតឧទាហរណ៍ថាពួកខ្ញុំគឺជាអ្នកថតរូបអញ្ចឹងរូបខ្លះអញ្ចឹងទៅខ្ញុំយកទៅគឺខ្ញុំបារម្ភមែនទែននៅក្នុងការទៅសេចំណងជើងឬក៏ទៅសេរឿងរ៉ាវដែលពាក់ព័ន្ធជាមួយនឹងមនុស្សដែលនៅក្នុងរូបថតហ្នឹងអញ្ចឹងបើគាត់យកទៅទៅសេនៅក្នុងគោលបំណងអីផ្សេងអញ្ចឹងទៅអញ្ចឹងមនុស្សដែលនៅក្នុងរូបថតហ្នឹងគឺគាត់ខ្លាចទៅជាជនរងគ្រោះវិញអញ្ចឹងគឺខ្ញុំអត់ចង់ឲ្យអញ្ចឹងបើបងប្អូនឬក៏មិត្តភ័ក្តិដែលគាត់គិតថាចង់យករូបភាពហ្នឹងយកទៅប្រើនៅក្នុងគោលបំណងអីមួយហ្នឹងគឺគាត់គួរតែសួរឬក៏សូមការអនុញ្ញាតពីយើងតិចតួចអីទៅដើម្បីកុំឲ្យខុសបាទកុំឲ្យប្រើទៅវាខុសទិសដៅបាទតែប៉ុណ្្នឹងអរគុណច្រើនបាទចាអរគុណចាអរគុណចាពីកម្មវិធីប្រាប់តគ្នាក៏សូមថ្លែងអំណរគុណបងយ៉ាងជ្រាលជ្រៅផងដែរដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមកិច្ចសម្ភាសក្នុងកម្មវិធីប្រាប់តគ្នាចាគណៈពេលនេះផងដែរកម្មវិធីប្រាប់តគ្នាក៏ឈានចូលដល់ទីបញ្ចប់តែមុនបញ្ចប់យើងខ្ញុំទាំងអស់គ្នាក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់បងប្អូនទស្សនិកជនដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ក៏សូមជូនពរដល់បងប្អូនទស្សនិកជនទាំងអស់ជួបតែប្រសិទ្ធពរជ័យទាំង4ប្រការផងដែរបាទពីកម្មវិធីមានកម្មវិធីពិសេសមួយសម្រាប់ចែកជូនទៅដល់លោកអ្នកដែលចង់ដឹងបាទតកតងជាមួយនឹងវិធីថែរក្សាសុខភាពបាទបើសិនបើបងប្អូនមានចម្ងល់តកតងជាមួយនឹងវិធីថែរក្សាសុខភាពផ្សេង